จุมรีบสู้บอมบอนต่างออฟทีกុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ Admin ធ្វើវីដេអូសម្រាយរឿងឲ្យអ្នកទាំងអស់គ្នាបន្តទៀតតោះកុំឲ្យខាតពេលវេលាយូរយើងបន្តទៅសាច់រឿងយើងបន្តទៀតថ្ងៃនេះមកបន្តសាច់រឿងរបស់យើងបន្តទៀតរំលឹកកាលពីភាគមុនថាងសូយុលបានសួរ BR ត្រង់ថាតើនាងចូលចិត្តគូយ៉ាងឈុនមែនទេ BR ធ្វើទឹកមុខឆ្ងល់រួចនាងក៏សួរសូយុលត្រឡប់ទៅវិញថាតើពាក្យថាចូលចិត្តមានន័យថាម៉េចសូយុលព្យាយាមបញ្យល់ BR ទាំងអៀនខ្លួនឯងថាវាគឺជាការលងស្រឡាញ់នរណាម្នាក់ណាតើនាងយល់ដែរទេភ្លាមនោះ BR បានសួរសូយុលបន្តទៀតថាតើឯណាទៅសម្បូតអញ្ជើញខ្ញុំដែលថាប្រគល់វាឲ្យមកខ្ញុំនោះសូយុលនាងនិយាយទាំងកំសត់ថាតាមពិតទៅខ្ញុំពិតជារៀបនឹងប្រគល់លិខិតអញ្ជើញដែលខ្ញុំបានប្រគល់ជូនគូយ៉ាងឈុនមុននោះទៅឲ្យនាងហើយប៉ុន្តែដោយសារខ្ញុំភ្លេចសំទោសផង BR បានតបទៅសូយុលថាវាមិនអីទេនាងធ្វើបានល្អហើយសូយុលសើបន្តិចរួចនិយាយថា BR នាងគឺជាមនុស្សល្អបំផុតសម្រាប់ខ្ញុំមុននឹងសូយុលលា BR សូយុលនិយាយថាខ្ញុំនឹងធ្វើម្ហូបឆ្ងាញ់ៗឲ្យទៅនាងញ៉ាំបន្ទាប់ពីសូយុលនាងដើរចេញទៅពេលនោះ BR មានអារម្មណ៍ចម្លែកនិងមានថាមពលអ្វីមួយយ៉ាងចេញពីខ្លួននាង BR និយាយនៅក្នុងចិត្តថាវាមិនអីទេខ្ញុំអាចទ្រាំទ្របានបន្ទាប់មក BR នាងនិយាយម្នាក់ឯងទាំងថ្ពាល់ក្រហមថាយើងនឹងជួបគ្នាម្ដងទៀតឆាប់ៗនេះគូយ៉ាងឈុនសាច់រឿងបានកាត់មកនៅពេលយប់នៅភូមិគ្រឹះក្នុងត្រកូលណាំគង់វិញយើងបានឃើញណាំគង់ជុនកំពុងលុតជង្គង់នៅចំពោះមុខឪពុករបស់ខ្លួនដែលគឺជាមេគ្រួសារក្នុងត្រកូលណាំគង់នេះឪពុករបស់ជុនបានលាឡើងថាយើងប្រាប់ហើយមែនទេថាឲ្យឯងតាមការពារបងស្រីរបស់ឯងប៉ុន្តែឯងបែរជាធ្វើឲ្យបាត់បង់អង្គរកិរបស់ឯងទៅវិញឪពុករបស់ជុនខឹងយ៉ាងខ្លាំងមិនមែនរឿងជុនប្រគួតចាញ់គូយ៉ាងឈុននោះទេប៉ុន្តែគឺរឿងជុនធ្វើឲ្យបាត់បង់អង្គរកិលំដាប់កំពូលមួយរូបគឺម៉ាឆេអូដែលត្រូវសូអាសម្លាប់នៅកាលពីភាគមុនជុនបានគិតនៅក្នុងចិត្តថាតើមានរឿងអ្វីកើតឡើងហេតុបានជាម៉ាឆេអូមិនទាន់ត្រឡប់មកវិញទេតើមានន័យថាគាត់ស្លាប់ហើយមែនទេជុនបានគិតក្នុងចិត្តទាំងស្រឡាំងកាងថាមិនអាចទៅរួចទេម៉ាឆេអូគឺជាអ្នកកបាច់គុណលន់ថាប់កំពូលម្នាក់តើគាត់អាចស្លាប់បានដោយម្ដេចទេនៅពេលនោះឪពុកបានហៅឈ្មោះជុនដែលធ្វើឲ្យជុនឆ្លៃទាំងទឹកមកភ័យមេត្រកូលណាំគង់បានដើរចូលមករកជុនរួចបានបញ្ចេញថាមពលអូរ៉ាយ៉ាងសន្ធោសន្ធោរហូតធ្វើឲ្យដីបែកខ្ទេចខ្ទីដែលធ្វើឲ្យជុនទទួលរងសម្ពាធយ៉ាងខ្លាំងឪពុកបានស្ដីឲ្យកូនប្រុសថាឯងធ្វើឲ្យយើងខកអំណងខ្លាំងណាស់មិនមែនដោយសារឯងប្រកួតចាញ់ក្មេងប្រុសម្នាក់នោះទេប៉ុន្តែដោយសារឯងមិនអាចគ្រប់គ្រងស្ថានភាពនិងធ្វើឲ្យបាត់បង់មនុស្សសំខាន់របស់ត្រកូលទៅវិញ Admin សូមបញ្ជាក់ត្រង់កន្លែងនេះបន្តិចឪពុករបស់ជុនបានស្ដីបន្ទោសកូនប្រុសរបស់គាត់ប៉ុន្តែមិនមែនរឿងប្រកួតចាញ់ហ្គោយ៉ាងឈុនឬរឿងដែលជុនប្រែក្បាច់វិឃាតក្នុងគោលបំណងចង់សម្លាប់ហ្គោយ៉ាងឈុននោះទេអ្វីដែលគាត់ខឹងបំផុតគឺជុនមិនចេះគ្រប់គ្រងរឿងរ៉ាវឲ្យបានស្អាតដែលធ្វើឲ្យបាត់បង់អង្គរកិកម្រិតខ្ពស់មួយរូបនិងមិនសល់ទុកតម្រុយឲ្យគេឃើញគាត់បានបញ្ជាឲ្យជុនទៅវឹកហាត់ម្នាក់ឯងក្នុងសាលា Jade Gold មួយរយៈដើម្បីពង្រឹងសមត្ថភាពឲ្យខ្លាំងជាងមុនជុនបានឆ្លើយប្រាប់ឪពុកវឹងថាខ្ញុំយល់ហើយបន្ទាប់មកគាត់ក៏បានដកធម្មពលរបស់គាត់ចេញឪពុកជុនបាននិយាយបន្តថាឲ្យជុនបំភ្លេចអំពីឧបតិហេតុនេះចោលទាំងនោះជុនបំរុងនឹងនិយាយតវ៉ាប៉ុន្តែត្រូវឪពុករបស់ងាកមកសម្លុកទាំងក្រសែភ្នែកយ៉ាងកំណាត់ដែលធ្វើឲ្យជុននៅស្ងៀមមិនហ៊ាននិយាយអីទៀតឡើយមុននឹងដែរចេញមេត្រកូលណាំក្រុងបាននិយាយពាក្យមួយឃ្លាដែលធ្វើឲ្យជុនព្រឺឆ្អឹងខ្នងថាឯងកុំប៉ះពាល់នឹងមុខពីត្រកូលហ្គោឲ្យសោះព្រោះនៅថ្ងៃអនាគតពួកយើងអាចនឹងក្លាយជាគ្រួសារតែមួយជាមួយពួកគេជុនឆ្ងល់យ៉ាងខ្លាំងរួចក៏ងាកទៅមើលឪពុកសាច់រឿងបានកាត់មកនៅក្នុងត្រកូលហ្គោវិញហ្គោយ៉ាងឈុនគ្រាន់តែមកដល់ផ្ទះភ្លាមហ្គោយ៉ាងឈុននិយាយថាតើឲ្យលោកតានិយាយថាម៉េចមិញព្រឹទ្ធាចារ្យតបទៅវិញថាតើឯងមិនលឺយូរនិយាយថាគូដណ្ដឹងថ្មីរបស់ឯងត្រូវបានរៀបចំរួចរាល់ហើយហ្គោយ៉ាងឈុននិយាយបន្តថាខ្ញុំហត់ណាស់ព្រោះខ្ញុំទើបតែមកពីក្រុងស៊ីឈួនតើលោកតាកំពុងលែងសើចជាមួយខ្ញុំមែនទេខ្ញុំទើបតែផ្ដាច់ពាក្យជាមួយត្រកូលផាងតើមានអ្នកណាឈួតមកចង់ភ្ជាប់ពាក្យជាមួយខ្ញុំទៀតនោះហ្គោយ៉ាងឈុនគិតថាក្រោយពីរឿងអាស្រូវដែលខ្លួនធ្វើដាក់ផាងអាហេនោះកិត្តិយសរបស់នាងច្បាស់ជាស្អុយរលួយមិនខានប៉ុន្តែបែរជាមានត្រកូលធំមួយទៀតចង់ស្ពានមេត្រីជាមួយត្រកូលហ្គោទៅវិញព្រឹទ្ធាចារ្យនិយាយថាមែនហើយតើឯងមានបំណងចង់រស់នៅតែម្នាក់ឯងពេញមួយជីវិតរបស់ឯងមែនទេព្រឹទ្ធាចារ្យបន្តទៀតថាហ្គូយ៉ាងឈុនឯងនឹងមានគូដណ្ដឹងម្នាក់ទៀតឬគាត់ក៏សើចឡើងយ៉ាងសប្បាយភ្លាមនោះសូអាដែលនៅក្បែរហ្គូយ៉ាងឈុនបានសួរទាំងមិនដឹងអីថាតើគូដណ្ដឹងគឺជាម្ហូបញ៉ាំមែនទេហ្គូយ៉ាងឈុនព្យាយាមប្រាប់នាងថាកុំជឿព្រឹទ្ធាចារ្យអីតើកញ្ចាស់នេះគាត់គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះប៉ុន្តែភ្លាមនោះមូអានបានរត់មកបញ្ជាក់ប្រាប់ហ្គូយ៉ាងឈុនតាំងដងហុកថាវាជាការពិតឥឡូវនេះមនុស្សពេញត្រកូលហ្គូគេដឹងរឿងយ៉ាប់រតូចមានគូដណ្ដឹងថ្មីគ្រប់គ្នាអស់ហើយហ្គូយ៉ាងឈុនចាប់ផ្ដើមបែកញើសចូលក្បាលគេក៏សួរទៅព្រឹទ្ធាចារ្យឲ្យបញ្ជាក់ឲ្យច្បាស់ជាងនេះបន្តិចបានទេលោកតាតែគឺជាអ្នកណា
ហើយមកពីត្រកូលណាឲ្យប្រកាសព្រឹទ្ធាចារ្យលីសយបន្តិចហើយឲ្យគូយ៉ាងឈុនសម្រួលអារម្មណ៍កុំភ្ញាក់ផ្អើលអាកអូនរួចបន្លឺពាក្យដំបូងថាណាមដែលធ្វើឲ្យគូយ៉ាងឈុននិងព្រឹទ្ធាចារ្យលីនិយាយព្រមគ្នាថាត្រកូលណាំគង់គូយ៉ាងឈុនស្ទើរតែមិនជឿថាត្រកូលដ៏មានអំណាចបំផុតមួយក្នុងមជ្ឈមលោកចង់មកជាប់សាច់ឈាមជាមួយត្រកូលគូរបស់ខ្លួនឡើយគូយ៉ាងឈុននិយាយថានៅក្នុងគ្រួសារត្រកូលណាំគង់មានកូនស្រីតែម្នាក់ប៉ុណ្ណោះព្រឹទ្ធាចារ្យលីតបថាមែនហើយឯងប្រហែលជាជួបនាងរួចហើយនៅឯការតាំងវិពរអាវុធក្នុងត្រកូលថាំងនៅវិស៊ីឈួនអ្វីដែលគូយ៉ាងឈុនរន្ធត់ជាងនេះគឺគូដណ្ដឹងរបស់ខ្លួនគ្មាននរណាក្រៅពីណាំគង់ BRI គូយ៉ាងឈុនបានហៅនាងថាជាស្ត្រីឈួតហើយប្រកែកដាច់អហង្ការថាមិនយកនាងគ្រីជាប្រពន្ធទេប៉ុន្តែព្រឹទ្ធាចារ្យលីប្រាប់ថាឯងកុំហៅនាងថាជាស្ត្រីឈួតទៀតឲ្យសោះព្រោះនាងគឺជាគូដណ្ដឹងរបស់ឯងព្រឹទ្ធាចារ្យលីបានបញ្ជាក់ទៀតថានេះគឺជាការសម្រេចចិត្តរបស់មេគ្រួសារទាំងសងខាងបើឯងចង់តវ៉ាត្រូវតែនិយាយជាមួយឪពុករបស់ឯងខ្លួនឯងទៅមិនទាន់ដោះស្រាយរឿងគូដណ្ដឹងរួចរាល់ផងព្រឹទ្ធាចារ្យលីបានផ្ដោតដំណឹងទី2ដែលធ្វើឲ្យគូយ៉ាងឈុនភ័យលូសព្រឹងចុងសាក់ជាងមុនទៅទៀតគឺបងស្រីទី1របស់គូយ៉ាងឈុនបានត្រឡប់មកដល់ផ្ទះវិញហើយក្នុងជាតិមុនគូយ៉ាងឈុនធ្លាប់ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានទេពកោសល្យមិនយ៉ាងដែរប៉ុន្តែបើប្រៀបធៀបជាមួយបងស្រីរបស់ខ្លួនគឺគេប្រៀបដូចជាដីចំណែកនាងគឺជាមេឃបងស្រីរបស់គេគឺជាកម្ពុជាក្បាច់គុណដែលមានសមត្ថភាពអពុជាងគេបំផុតក្នុងចំណោមយុវជនជំនាន់ក្រោយដែលជាហេតុធ្វើឲ្យគូយ៉ាងឈុនក្នុងជាតិមុនធ្លាប់ស្អប់នឹងច្រណែននាងយ៉ាងខ្លាំងព្រោះខ្លួនគេមិនអាចដេញតាមសមត្ថភាពបងស្រីម្នាក់នេះទាន់កាត់មកបច្ចុប្បន្នវិញគូយ៉ាងឈុនគ្រាន់តែឮថាបងស្រីមកដងភ្លាមគូយ៉ាងឈុនលែងគិតរឿងគូដណ្ដឹងលែងគិតរឿងអ្វីទាំងអស់គេប្រាប់ខ្លួនឯងថាត្រូវតែរត់ទៅណាក៏បានឲ្យតែឆ្ងាយពីទីនេះព្រឹទ្ធាចារ្យលីបានចាប់ស្មាគូយ៉ាងឈុនហើយសួរថាតើឯងចង់រត់ទៅណាគូយ៉ាងឈុនតបថាលោកតាដោះលែងខ្ញុំទៅខ្ញុំសុំតែម្ដងនេះទេព្រោះខ្ញុំមិនហ៊ានប្រឈមមុខនឹងបងស្រីម្នាក់នេះឡើយខ្ញុំខ្លាចនាងនឹងធ្វើអ្វីមួយយ៉ាងដែលមិននឹកស្មានដល់មកលើខ្លួនព្រឹទ្ធាចារ្យបន្តសួរទៅគូយ៉ាងឈុនថាតើឯងមិនចង់ជួបបងស្រីឯងទេអីនាងស្កាត់មកជួបឯងណោះគូយ៉ាងឈុននិយាយទាំងភ័យស្លន់ស្លោថាលោកតាឲ្យខ្ញុំទៅខ្ញុំនឹងបាត់ខ្លួន2-3ខែទេហើយលោកតាមិនបាត់តាមរកខ្ញុំទេប៉ុន្តែព្រឹទ្ធាចារ្យលីចាប់ផ្ដើមខឹងដែលគូយ៉ាងឈុនចង់រត់គេចពីបងស្រីបង្កើតដែលខំមកលេងផ្ទះបែបនេះគាត់បានចាប់ក្បាលគូយ៉ាងឈុនរត់ព្យាយាមខាត់គេខណៈពេលដែលគូយ៉ាងឈុនកំពុងអង្វរព្រឹទ្ធាចារ្យលីឲ្យដំលែងដើម្បីរត់គេចខ្លួនស្រាប់តែបរិយាកាសប្រែជាក្តៅខុសធម្មតាគូយ៉ាងឈុនដឹងភ្លាមថាបងស្រីទី1របស់ខ្លួនគឺ Go eBay កំពុងតែមកដល់ច្រកទ្វារហើយនៅយើងក៏បានឃើញនៅមាត់ទ្វារគឺពោពេញទៅដោយអណ្ដាតភ្លើងគូយ៉ាងឈុនភ័យស្លន់ស្លោរហូតបញ្ជាឲ្យមូអានទៅរកឈើមកខ្ទាស់ទ្វារឲ្យជាប់កុំឲ្យបងស្រីខ្លួនជួលមកបានពេលនោះមូអានធ្វើទឹកមុខឆ្ងល់យ៉ាងខ្លាំងហើយសួរអ្នកប្រុសស្ទោតខ្លួនថាតើឲ្យខ្ញុំទៅយកអ្វីខ្ទាស់ទៅប៉ុន្តែពេលនោះមូអានបែរជាទៅយកអំបោសមួយមកខ្ទាស់ទ្វារទៅវិញមូអានបន្តសួរគូយ៉ាងឈុនថាតើអ្នកប្រុសស្ទោតប្រកាសទេថាធ្វើបែបនេះទៅបងស្រីអ្នកប្រុសស្ទោតចូលមិនបាននោះគ្រាន់តែខ្ទាស់ទ្វារមិនទាន់បានប៉ុន្មានផងសំឡេងសយដ៏គួរខ្លាចរបស់គូ3បានបន្លឺឡើងពីក្រោយទ្វារនាងបាននិយាយថាគូយ៉ាងឈុនប្អូនប្រុសសម្លឹងចិត្តបងត្រឡប់មកវិញហើយរួចនាងក៏យកដៃរុញទ្វារតែត្រូវជាប់អំបោសដែលមូអានយកខ្ទាស់នោះនាងបានប្រើក្បាច់គុណដុតទ្វារដែលធ្វើឲ្យមូអានភ័យយ៉ាងខ្លាំងហើយនិយាយឡើងថាឯងចង់បិទទ្វារមិនឲ្យបងចូលមែនទេរួចគូ3បានទ្ពារទ្វារឲ្យធ្លាយជាប្រហោងបន្ទាប់មកក៏សម្លឹងមេលគូយ៉ាងឈុនភ្លាមលុះនាងបានប្រើធម្មពលកំទេចទ្វារផ្ទុះឡើងយ៉ាងខ្លាំងរហូតធ្វើមូអានដែលនៅជិតនោះហោះប៉ាងទៅជាម្ខាងបន្ទាប់មកគូ3ក៏ដើរចូលមកទាំងធម្មពលអោរ៉ាពឹងខ្លួនហើយនិយាយទៅកាន់គូយ៉ាងឈុនថាប្អូនប្រុសតូចឯងពិតជាប្រហើនមែនហ៊ានខ្ទាស់ទ្វារមិនឲ្យបងចូលមកផងគូយ៉ាងឈុនព្យាយាមរត់គេចខ្លួនម្ដងទៀតតែត្រូវព្រឹទ្ធាចារ្យលីខាត់ឲ្យនៅស្វាគមន៍បងស្រីសិនគូ3បានសម្លឹងមើលគូយ៉ាងឈុនទាំងនិយមរួចបង្កាប់ឲ្យលុតជន់គុណចុះគូយ៉ាងឈុនគ្មានជំរឿក៏យល់ព្រមធ្វើតាមពាក្យបងស្រីនិយាយគូ3បាននិយាយថាត្រូវតែជាក្មេងល្អណាស់បន្ទាប់មកនាងក៏អង្អែលក្បាលគូយ៉ាងឈុនចំណែកព្រឹទ្ធាចារ្យលីបានត្រឹមតែសោយឡើងព្រោះឃើញគូយ៉ាងឈុនខ្លាចបងស្រីម្នាក់នេះខ្លាំងបន្ទាប់គូ3ក៏បានទៅគោរពព្រឹទ្ធាចារ្យលីយ៉ាងគួរសមព្រឹទ្ធាចារ្យលីបានសរសើរពីសមត្ថភាពរបស់គូ3ក្នុងនាមជាមេដឹកនាំកងពលដាវឬ Sword Squad ដ៏ល្បីល្បាញម្នាក់ប៉ុន្តែក្នុងក្រសែភ្នែកគូយ៉ាងឈុនវិញបងស្រីម្នាក់នេះគឺជាបិសាចដែលគេមិនចង់ជួបព្រោះនាងមានចរិតឆាវឆាវនិងចូលចិត្តប្រយកម្លាំងបាយមកធ្វើបាបខ្លួនគូ3សួរប្អូនប្រុសថាតើឯងដឹងខ្លួនទេថាធ្វើខុសអីខ្លះគូយ៉ាងឈុនក៏សារភាពត្រង់ថាខ្លួនខុសដែលមានបំណងចង់រត់គេចនិងចង់ខ្ទាស់ទ្វារមិនឲ្យបងចូលមកស្រាប់តែពេលនោះគូយ៉ាងឈុនក៏ភ្លាត់មាត់សួរថាតើបង
ខឹងរឿងខ្លុំវាឈ្នះបងស្រីទី2គឺហ្គូយ៉ានស៊ូមែនទេហ្គូបីមានការភ្ញាក់ផ្អើលព្រោះនាងមិនទាន់ដឹងរឿងនេះឡើយហ្គូយ៉ាងជន់បន្តសួរបងស្រីថាតើខ្ញុំធ្វើអ្វីឲ្យបងខឹងមែនទេគ្រាន់តែឮពាក្យនេះភ្លាមហ្គូបេក៏ចាប់ក្បាលហ្គូយ៉ាងជន់រួចនិយាយឡើងថាឯងមិនបានប្រាប់បងឲ្យដឹងមុនហើយថែមទាំងហ៊ានសម្រេចចិត្តរៀបការដោយគ្មានការអនុញ្ញាតពីបងទៀតផងហ្គូបេបានបញ្ចេញថាមពលអូរ៉ាចេញមករួចបញ្ចូលថាមពលចូលទៅក្នុងកណ្ដាប់ដៃត្រៀមនឹងដើរហ្គូយ៉ាងជន់ឲ្យសន្លប់ហ្គូយ៉ាងជន់ភ័យអង្វរបស្រីថាទេខ្ញុំបានឮការភ្ជាប់ពាក្យនេះនៅថ្ងៃនេះដែរទេហើយហេតុអ្វីខ្ញុំត្រូវតែសុំការអនុញ្ញាតពីបងដើម្បីភ្ជាប់ពាក្យនោះហ្គូបេតបថាឯងធំហើយឲ្យលឺឯងហ៊ានតមាត់ជាមួយបងផងមែនទេប្រថាចាលីបានសោយឡើងយ៉ាងខ្លាំងពេលបងប្អូនគេឆ្លោះគ្នាពេលនោះហ្គូយ៉ាងជន់ស្រែកប្រាប់មូអានឲ្យជួយខាត់បងស្រីខ្លួនមូអាននិយាយខាត់ថាអ្នកនាងហ្គូបេសូមមេត្តាលើកលែងឲ្យអ្នកប្រុសតូចមិនទាន់នឹងនិយាយចប់ពាក្យផងស្រាប់តែហ្គូបេងាកមុខមកសម្លក់មូអានទាំងកាត់ភ្នែកយ៉ាងកំណាចពេលនោះមូអានក៏ដកពាក្យសម្ដីមិញនេះភ្លាមរួចនិយាយថាអ្នកនាងចង់ធ្វើអីក៏ធ្វើទៅខ្ញុំមិនដឹងមិនលឺទាំងអស់ដែលធ្វើឲ្យហ្គូយ៉ាងជន់គាំងនឹងមូអានយ៉ាងខ្លាំងនៅពេលដែលហ្គូបេរៀបនឹងវាយហ្គូយ៉ាងជន់ស្រាប់តែស៊ូភីអាស្ទុះមកចាប់ដៃនាងជាប់ទាំងញ័ររន្ធត់រួចស្រែកថាកុំវាយឲ្យប្រុសតូចខ្ញុំអីទង្វើនេះធ្វើឲ្យទាំងហ្គូយ៉ាងជន់និងហ្គូបេភញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមានថាមពលខ្លាំងណាស់គ្មានអ្នកបម្រើណាហ៊ានមកពាំងបែបនេះឡើយហ្គូយ៉ាងជន់ភ័យខ្លាចបងស្រីធ្វើបាបស៊ូភីអាក៏ប្រញាប់បកស្រាយថាស៊ូភីអាទើបមកនៅថ្មីមិនតន់ដឹងរឿងហ្គូបេបានបញ្ចេញថាមពលអូរ៉ាយ៉ាងសន្ធឹកសន្ធាប់រហូតហ្គូយ៉ាងជន់ស្មានតានាងនឹងធ្វើបាបស៊ូភីអាក៏ប្រញាប់រត់ទៅជួយប៉ុន្តែអ្វីៗបែរជាខុសពីការស្មាន